បាទសូមស្វាគមន៍មកកាន់វគ្គជាបន្តរបស់កម្មវិធីពេញចិត្តឬអត់វគ្គ2ដែលកម្មវិធីរបស់យើងឧបត្ថម្ភដោយចង់បានស្បែកសស្អាតមិនពិបាកទេនេប៊ីពិតជាអាចជួយអ្នកបាននេប៊ីពណ៌ផ្កាឈូកធ្វើឲ្យស្បែកសស្អាតបែបស៊ីចម្ពូនេប៊ីពណ៌ខៀវធ្វើឲ្យស្បែកសស្អាតនិងបដូរពណ៌រោមក្នុងពេលតែមួយទទួលស្គាល់ដោយក្រសួងសុខាភិបាលដែលមានលេខប្រតិវេទ4188ចន124189ចន12នេប៊ីស្បែកសស្អាតរក្សាចំណងស្នេហ៍អមតៈដែលគឺជាម៉ាកនាំមុខគេលើផលិតផលបច្ចេកវិទ្យាក្នុងទីផ្សារកម្ពុជានិងសកលលោកក្នុងការផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាដូចជាកុំព្យូទ័រលើតុ laptop monitor និងម៉ាស៊ីន printer ដើម្បីទទួលបានផលិតផលដែលពិតសូមជាវពីហាងចែកចាយដែលមានអាជ្ញាប័ណ្ណពី Dell និងសូមពិនិត្យមើល sticker logo Dell ដែលបិទលើគ្រប់ផលិតផល Dell សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.facebook.com/Dell Cambodia ឬហាងលក់កុំព្យូទ័រ PTC លេខទូរស័ព្ទ023 222និង212 Oreo ជាម៉ាកសញ្ញាដ៏ល្បីដែលប្រជាជនទូទាំងសកលលោកទទួលស្គាល់ថាជានំដែលមានគុណភាពខ្ពស់និងមានរសជាតិឈ្ងុយឆ្ងាញ់ Oreo ញ៉ាំកាន់តែឆ្ងាញ់ជាមួយទឹកដោះគោស្រស់អាចកំបាំងគឺបង្វិលលិតក្រែមជ្រលក់ទឹកដោះគោ Oreo ឆ្ងាញ់រហូតទប់ចិត្តមិនបានចាសសូមគោរពអញ្ជើញលោកអ្នកបន្តទស្សនានៃការបង្ហាញសមត្ថភាពពីបេក្ខជនជាបន្តទៀតនោះចាគឺបេក្ខជនសឿនពិសិដ្ឋច្រៀងបទសាលាចាំស្នេហ៍ចាសសូមអញ្ជើញទស្សនាក្រឹមរហឹមគំរាមដួងចិត្តមេឃខ្មៅងងឹតរនទាំងពូជ្រែកវេហាទីទួលទឹកលិចទួលអនុសាដានផ្លូវធ្លាប់ទៅសាលាម្ចាស់ចិន្តាចាំទេខ្ញុំកាត់គេសាអូជាជនព្រះធរណីលោកនេះគ្មានទីជីវីប្រកល់ជូនថ្លៃមេឃធំភ្នំខ្ពង់ជួយជាសាស័យអ្នកតារក្សាដើមជ្រៃបនតនស្រីឲ្យនាងយល់ចិត្តទឹកភ្លៀងហូរលាយនឹងទឹកភ្នែកឲ្យខ្ញុំសនំពុនពេកកាលរួមថ្នាក់រៀននឹងស្រីអោទឹកភ្នែកអ្នកហូរមកធ្វើអ្វីបើចិត្តស្រីគេលែងមេបឹងធំទេងូតលេងតាំងពីក្មេងវ័យរសៀលកងជ្រៃលើកហាត់បួងសួងទេវតាអារាំងព្រៃភ្នំចងចិត្តជីវ៉ាខ្ញុំកាត់ថ្វាយគេសាសូមតែចិន្តានេះប្រណីខ្ញុំស្រណំពុនពេកកាលរួមថ្នាក់រៀននឹងស្រីអោទឹកភ្នែកទាំងហូរមកធ្វើអ្វីបើចិត្តស្រីគេលែងមេត្តាទឹកបឹងធំពេកងូតលេងតាំងពីក្មេងវ័យរសៀលក
ងព្រៃលើកហាត់បួងសួងទេវតាអារៀងព្រៃភ្នំចងចិត្តជីវាខ្ញុំកាត់ថ្វាយគេសាសូមតែចិនដានាងប្រណីដល់បេក្ខជនមានពិសិដ្ឋជំរាបសួរបាទមេសួរងាកក្រោយខ្លាចខុសទៀតសូមឲ្យគណៈកម្មការជិបដល់យោបល់អរគុណច្រើនបងពិសិដ្ឋអើយបងពិសិដ្ឋសម្ដីបងល្អមែនតើអរគុណលោកគ្រូច្រៀងក៏ត្រូវចង្វាក់ក៏តែភ្លាវទាំងអស់ហើយពេកជាលើកទី1លោកគ្រូមែនលើកដំបូងអូដូចគ្នាមានយោបល់តែប៉ុណ្ណឹងបងឯងសម្លេងបងធ្ងន់ល្អមែនតើបងឯងច្រៀងក៏ត្រូវចង្វាក់ដែរប៉ុន្តែភ្លាវទាំងអស់ចាបាទបន្តអរគុណលោកគ្រូខ្ញុំក៏គិតដូចបងសិដ្ឋាដែរតាមពិតសម្លេងប្អូនពេលស្រែកក្បាលដំបងធ្ងន់ល្អហើយមានទឹកដមល្អប៉ុន្តែដល់តែពាក់កណ្ដាលបត់គឺចាប់ប្អូនច្រៀងអត់ត្រូវតង់ភ្លេងអូនច្រៀងអត់ស៊ីមួយភ្លេងភ្លាវដោយបងសិដ្ឋាគាត់មានភាសាប្អូនមានបានសមភ្លេងហ៎ឬក៏គ្រាន់តែបានតែសភាទេអូនបងនឹងទៅសមមិញហ្នឹងបងសមមិញតាមពិតទៅបទនេះបើសិនជាប្អូនច្រៀងអត់មានភ្លេងដូចប្អូនស្រីទី2គាត់ច្រៀងអត់មានភ្លេងស្ដាប់ទៅព្រោះដោយសារអីអត់ដឹងថាតង់ភ្លេងកម្ពស់ណាដល់ពេលប្អូនច្រៀងជាមួយនឹងសាច់ភ្លេងអត់ចូលគ្នាមួយសាច់ភ្លេងសោះប៉ុន្តែចូលក្បាលដំបងមកប្អូនច្រៀងស៊ីជាមួយនឹងសាច់ភ្លេងតែម្ដងតែម្ដងហីតែម្ដងតែម្ដងចង់និយាយចឹងណាអូនដឹងខ្លួនឯងប្អូនស្រែកអត់ដល់ទេពេលចាប់ពីឃ្លាទី1ទី2ទី1ក្បាលដំបងប្អូនច្រៀងត្រូវជាមួយសាច់ភ្លេងប្អូនច្រៀងដល់តង់ដល់ចាប់ពីឃ្លាទី2មកអូនច្រៀងអត់ដល់ជាមួយនឹងសាច់ភ្លេងស្រែកអត់បានពីព្រោះបត់ស្រីមុំគាត់ភាកច្រើនស្រែកចាត់បើសិនជាប្អូនមានឱកាសអូនជ្រើសយកបត់ប្រឡងក្រោយប្អូនរអ្នកណាដែលបត់របស់អ្នកណាគេដែលមិនសូវស្រែកព្រោះប្អូនស្រែកអត់ដល់តង់ឯអូនសម្លេងអូនអត់ដល់តង់ឯណាបាទចាអរគុណបងជីបាទហើយចំពោះខ្ញុំឃើញប្អូនច្រៀងនឹងដោយតែគណៈកម្មការទាំងពីរគាត់និយាយអញ្ចឹងសម្លេងធ្ងន់ដូចចងថ្មបតោកអញ្ចឹងបាទសម្លេងធ្ងន់បានល្អប៉ុន្តែប្អូននៅគេហៅថាធ្វើជា melody បត់អត់ទាន់បានល្អទេគឺយើងនៅជ្រៀកមួយភ្លេងភ្លាវបាទនិយាយតាមភាសាអង់គ្លេសថាភ្លាវបាទដល់អញ្ចឹងទៅហាត់រៀនបន្ថែមភាសាអង់គ្លេសភ្លាវអញ្ចឹងភាសាខ្មែរនឹងនិយាយថាម៉េចទេផ្លែមស្លែមឡែមចឹងបងគួរតែហាត់រៀនបន្ថែមខ្ញុំចូលចិត្តបាទខ្ញុំប្រាប់ណាបាទគឺកម្មវិធីយើងពេញចិត្តអត់ហ្នឹងមិនមែនមានតែប៉ុណ្្នឹងទេមានដល់វគ្គទី15ទៀតតាមខ្ញុំដឹងបាទអរគុណចាគណៈកម្មការពេញចិត្តឬអត់សូមអញ្ជើញមិនពេញចិត្តទាំង3សោកស្ដាយផងបងអូនចាសម្រាប់បាត់ហើយណាបាទឥឡូវសូមណែនាំបេក្ខជនជាបន្តបាទគឺមានចូលថាហ៊ុនពិសិដ្ឋជាបទចម្រៀងដែលមានចំណងជើងថាព្រមទាំងអាឡ័យសូមអញ្ជើញទស្សនាទាំងអស់គ្នាជំរឹងស្ងួនមិនហ៊ានល្មឹងទើបស្រីជ្រឹងតាមការលួងបងព្រមស្ដាប់ទាំងឈឺបែដងម្ដាយអូនគាត់លបួងស្ងួនព្រមទាំងអាឡ័យអូនគិតថាគ្រួសារក្រព្រៃមានអ្នកដទៃដីនោះល្អពីបងវៀងចិត្តស្មងដាក់ខ្នោះបែដងរឿងស្នេហ៍កូនឡងស្នេហ៍ចុកគ្រូងដំបើជ្រឹងអ្នកថ្មីចរណៃគេនោះសំត្រង់
ស្ដំម្ដាយមុំគាត់ព្រមសំដីបងខំពុនលោកទាំងដឹងថាបងស្នេហ៍ថ្លៃបងខាំងធ្វើបាបចិត្តស្រីទាំងក្តីគ្មានន័យសំខាន់ចង់ឲ្យចិត្តអូនវិលត្រឡប់ស្នេហ៍មិនអាចចប់ត្រឹមមួយយប់គប់ចិត្តម្ដាយនោះសាយើងទាំងពីរកាយមិនដេញត្រូវឃ្លាតឆ្ងាយផ្ដាច់និស័យស្នេហ៍យើងនោះសំត្រង់ជាអ្នកស្ដងស្ដំស្ដាយមុំគាត់ព្រមសំដីបងខំពុនលោកទាំងដឹងថាបងស្នេហ៍ថ្លៃបងខាំងធ្វើបាបចិត្តស្រីទាំងក្តីគ្មានន័យសំខាន់ចង់ឲ្យចិត្តអូនវិលត្រឡប់ស្នេហ៍មិនអាចចប់ត្រឹមមួយយប់គប់ចិត្តម្ដាយនោះសាយើងទាំងពីរកាយមិនដេញត្រូវឃ្លាតឆ្ងាយផ្ដាច់និស័យស្នេហ៍គុំពិសិដ្ឋអរគុណច្រើនសម្រាប់បទចម្រៀងបានវិញចូលចិត្តកាមេរ៉ាសិមុនខ្លាំងខ្លាំងបងខ្លាំងបងបាទអរគុណសូមជម្រាបគណៈកម្មការបាទហើយបងអូនជ្រើសរើសយកបទព្រមទាំងអាឡ័យបងចង់ជម្រាបប្រាប់ដែរព្រោះតែថ្ងៃនេះយើងឃើញសិតសឹងតែបទចម្រៀងអ្នកដែលចូលមកកម្មវិធីពេញចិត្តឬអត់គ្រាន់តែខេមរៈសិរីមុនពីមុនហ្នឹងគឺខ្ញុំបាទហ្នឹងធ្លាប់ធ្វើគណៈកម្មការឬគេចាបាទឬគេដល់ស្រុកគេហ្នឹងស្រុកខេមរៈសិរីមុនហ្នឹងគេជ្រុះចោលណាមិនមែនទេខ្ញុំធ្វើកម្មវិធីប្រឡងចម្រៀងគេមកដាក់ពាក្យប្រឡងចាហើយអញ្ចឹងខ្ញុំឃើញខេមរៈសិរីមុនហ្នឹងក្មេងហ្នឹងមានដងចាមានដងខ្ញុំក៏បានឲ្យជាប់ដើម្បីមានឱកាសមកប្រឡងនៅភ្នំពេញចាហើយលើក្រោយមកគេក៏បានចូលផលិតកម្មនានាទៅក៏គេកាន់តែមានឈ្មោះបោះសម្លេងក៏មានឈ្មោះបោះសម្លេងចាហើយមួយវិញទៀតចង់ប្រាប់បងអូនដែរសម្លេងរបស់បងអូនគឺនៅអត់ទាន់ដល់ប៉ុន្តែបងអូនច្រៀងត្រូវ melody ទាំងអស់ច្រៀងអីទាំងអស់ប៉ុន្តែយើងខ្វះអ៊ឺនសំខាន់ណាបងអូនច្រៀងអ៊ឺនព្រោះថាធ្វើឲ្យបទហ្នឹងគេឲ្យដាក់មនោចេតនាទៅឲ្យត្រូវស៊ីនឹងអ្វីដែលគេបានចង់ប្រាប់ទៅអ្នកដែលស្ដាប់ចឹងហើយបងអូនគួរតែរៀនអ៊ឺនទៀតព្រោះតែសម្លេងរបស់បងអូនច្រៀងអាមាញ់មិញតាមបងដឹងភាគច្រើនឥឡូវនេះសប្តាហ៍នេះមានការ៉ាអូខេច្រើនគេអាចច្រៀងដោយបងអូនទាំងដែរអញ្ចឹងគឺបើចង់ឲ្យយើងមានលេចធ្លោអ្វីទៅឲ្យខ្លាំងជាងហ្នឹងគឺត្រូវចេះអ៊ឺនសម្លេងយើងត្រូវហាត់រៀនប្រើដង្ហើមឲ្យបានវែងអាហ្នឹងកាន់តែល្អបាទអរគុណសម្រាប់ខ្ញុំចាសម្រាប់បងវិញឃើញថាប្អូនច្រៀងបទមិញហ្នឹងគឺត្រូវចង្វាក់ត្រូវកណ្ដងអីទាំងអស់ប៉ុន្តែទឹកដមសម្លេងប្អូនច្រៀងបានប៉ុន្តែអត់សូវមានទឹកដមតែបើសិនជាប្អូនហាត់រៀនជាមួយនឹងលោកគ្រូបន្ថែមប្អូននឹងចាទឹកដមសម្លេងរបស់ប្អូនមានជាងនេះអញ្ចឹងណាអូនបងមានយោបល់តែប៉ុណ្្នឹងឯងមិនខុសគ្នាទេបងអើយបាទអ្នកទាំងពីរផ្ដល់មតិយោបល់មិនគឺអញ្ចឹងឯងសម្លេងប្អូនដូចនៅយើងត្រង់ធ្លូត្មងណាលើកដាក់ដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្ដាប់ហ្នឹងនៅអត់ដល់កម្រិតទេក៏ប៉ុន្តែនេះគឺជាជំនាញដំបូងហើយមែនទេដែលបងអូនចូលប្រឡូកក្នុងកម្មវិធីប្រឡងចម្រៀងលើកទី1បាទប្រសើរណាស់បើសិនជាបងអូនមានឱកាសបន្តទៅទៀតបងអូនស្ដាប់យោបល់របស់បងអូន BIG បាទកតុយកទៅបន្ថែមទៀតទៅនៅបងអូ
អូននៅមានឱកាសល្អណាស់សំខាន់បំផុតច្រៀងឲ្យគេស្ដាប់ហើយលងលយទៅតាមសំឡេងនិងទៅដល់សំនៀងរបស់យើងមិនថាអញ្ចឹងណាចាបន្ថែមបន្តិចទៀតនិយាយរួមមិញលោក BAG គាត់មានប្រសាសន៍ថាបងអូនច្រៀងបានប៉ុន្តែខ្វះអ៊ឺនបត់មិញត្រូវការប្រើអ៊ឺនអូនប៉ុន្តែបើសិនជាចង្វាក់ pop អត់សូវប្រើនៅជាមួយនឹងអ៊ឺនប្រហែលទេមែនទេលោក BAG ប៉ុន្តែបត់មិញបត់របៀបយើងសងពីម៉ងរបៀបគេហៅថាលុកធុងណាហ្នឹងយើងត្រូវការប្រើអ៊ឺនប៉ុន្តែបើសិនជា pop ដូចបត់អោកសកុនកញ្ញាបត់លោកព្រាបសវត្តអីគាត់ច្រៀងរបៀបទឹកភ្នែកបងស្រក់គ្មានបញ្ហាអីហ្នឹងអានេះរបៀប pop ចាញាប់ហ្នឹងមិនបាច់ប្រើអ៊ឺនទេបើប្រើអ៊ឺនវាខុសជាមួយនឹងបត់ចម្រៀងរបស់គេវិញប៉ុន្តែប្រអត់បត់របស់បងអូនមិញគឺត្រូវការប្រើអ៊ឺនណាអូនណាចាអរគុណចាគណៈកម្មការទាំង3ពេញចិត្តឬអត់សូមចេញពេញចិត្តខ្ញុំចាអបអរសាទរអូនមិនភ័យខ្លាំងណាស់មែនទេថាប្រហែលជាត្រូវទៅអរគុណអបអរសាទរណាសម្រាប់សិនបានបងប្រុសចាលោកអ្នកយើងនៅមានបេក្ខជនបេក្ខនារីចំនួន4រូបជាបន្តទៀតដែលត្រូវបង្ហាញសមត្ថភាពជូនលោកអ្នកជាពិសេសសម្រាប់គណៈកម្មការផ្ដល់បន្ទុកមិនដឹងយ៉ាងណាយ៉ាងណីទេឃើញថាសប្តាហ៍នេះតបុយមិនមានមានសំណាងច្រើនទេច្រើនទៅបាទចាអរគុណនៅពេលនេះកម្មវិធីពេញជើរអត់វគ្គ2ក៏សូមពេលអញ្ញាតសម្រាប់មួយ Playset